នេះគឺជាគំរូនៃការរៀបការវិភាគសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គមដែលមានចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យសម្រាប់ថ្ងៃច័ន្ទគឺយើងរៀនទៅលើមុខវិជ្ជាផែនដីវិទ្យាចាប់ពីម៉ោង 8 កន្លះរហូតដល់ម៉ោង 9 កន្លះហើយយើងសម្រាប់ 15 នាទីបន្ទាប់មកចាប់ផ្ដើមរៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរចាប់ពីម៉ោង 9:45 នាទីរហូតដល់ម៉ោង 11 យប់សម្រាប់មុខវិជ្ជាអក្សរសាស្ត្រខ្មែរនេះដែរអ្នកទាំងអស់គ្នាគួរចំណាយពេលរៀនវាឲ្យបានច្រើនជាងគេដោយសារតែចំពោះថ្នាក់សង្គមគឺអក្សរសាស្ត្រខ្មែរនេះទទួលបានពិន្ទុច្រើនជាងគេ125ពិន្ទុហើយសម្រាប់មុខវិជ្ជាផែនដីគឺទទួលបានពិន្ទុតែ50ទេចំពោះថ្ងៃអង្គារវិញគឺយើងរៀនមុខវិជ្ជាគណិតមុនគេចាប់ពីម៉ោង 8 កន្លះរហូតដល់ម៉ោង 9 កន្លះហើយសម្រាប់ 15 នាទីទើបយើងចាប់ផ្ដើមរៀនមុខវិជ្ជាភូមិវិទ្យារហូតដល់ម៉ោង 11ហើយមូលហេតុដែលដាក់មុខវិជ្ជាគណិតមុនមុខវិជ្ជាភូមិវិទ្យាគឺដោយសារតែខាងថ្នាក់សង្គមភាគច្រើនគឺគាត់មានការលំបាកជាមួយនឹងមុខវិជ្ជាគណិតនេះអញ្ចឹងហើយទើបខ្ញុំដាក់មុខវិជ្ជានឹងនៅមុខគេដើម្បីឲ្យងាយស្រួលនៅក្នុងការរៀនដោយសារតែខួរក្បាលយើងពេលដែលកាន់តែយប់ជ្រៅទៅក៏កាន់តែចុះខ្សែតាមនឹងដែរចូលមកដល់ថ្ងៃពុធគឺយើងរៀនមុខវិជ្ជាប្រវត្តិចាប់ពីម៉ោង 8 កន្លះរហូតដល់ម៉ោង 9 កន្លះហើយចាប់ផ្ដើមរៀនសីលធម៌និងពលរដ្ឋចាប់ពីម៉ោង 9:45 នាទីរហូតដល់ម៉ោង 11 យប់ចំពោះមុខវិជ្ជាប្រវត្តិវិទ្យាហើយនិងសីលធម៌ពលរដ្ឋគឺយើងទទួលបានពិន្ទុស្មើគ្នាគឺ75ពិន្ទុហើយនេះអ្នកទាំងអស់គ្នាអាចបដូរវាទៅរៀនមួយណាមុនក៏បានដែរចូលទៅកាន់ថ្ងៃពហុគឺយើងរៀនមុខវិជ្ជាគណិតមុនគេចាប់ពីម៉ោង 8 កន្លះរហូតដល់ម៉ោង 9 កន្លះបន្ទាប់មកយើងរៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរខ្ញុំដាក់ចាប់ពីម៉ោង 9:45 នាទីរហូតដល់ម៉ោង 11 នឹងដោយសារតែពេលយប់ជ្រៅទៅបើថាខួរក្បាលយើងចុះខ្សែបន្តិចបានក៏ប៉ុន្តែដោយសារតែមុខវិជ្ជាអក្សរសាស្ត្រខ្មែរនេះគឺបានពិន្ទុច្រើនហេតុនេះហើយខ្ញុំគិតថាវាជាគន្លឹះមួយដែលធ្វើឲ្យអ្នកទាំងអស់គ្នា motivate ខ្លួនឯងលើកទឹកចិត្តខ្លួនឯងឲ្យខិតខំរៀនមុខវិជ្ជានេះទោះបីជាវារៀននៅពេលយប់ជ្រៅក៏ដោយហើយចំពោះយប់ថ្ងៃសុក្រវិញគឺយើងមានរៀនមុខវិជ្ជាភូមិវិទ្យាចាប់ពីម៉ោង 8 កន្លះរហូតដល់ម៉ោង 9 កន្លះហើយចាប់ពីម៉ោង 9:45 នាទីរហូតដល់ម៉ោង 11គឺយើងរៀនមុខវិជ្ជាប្រវត្តិវិទ្យារីឯយប់ថ្ងៃសៅរ៍វិញគឺយើងរៀនមុខវិជ្ជាផែនដីវិទ្យានៅមុនគេបន្ទាប់មកយើងរៀនមុខវិជ្ជាសីលធម៌ពលរដ្ឋចាប់ពីម៉ោង 9:45 នាទីរហូតដល់ម៉ោង 11 យប់ចំពោះថ្ងៃអាទិត្យវិញដោយសារតែថ្ងៃអាទិត្យភាគច្រើនគឺយើងអត់មានរៀនអីទេដូច្នេះហើយទើបខ្ញុំដាក់មុខវិជ្ជាដែលអ្នកទាំងអស់គ្នាត្រូវរៀននៅពេលព្រឹកវិញហើយឲ្យអ្នកទាំងអស់គ្នាអាចមានពេល relax ឬក៏អ្នកទាំងអស់គ្នាអាចជ្រើសរើសពេលហ្នឹងទៅរៀនបន្ថែមបានដោយខ្លួនឯងទៀតបើសិនជាអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាអាចទៅរួចហើយខ្ញុំ recommend ថាយ៉ាងណាត្រូវលេខពេលរៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរឲ្យបានច្រើនជាងគេដោយសារតែដូចតបាននិយាយមុនអញ្ចឹងគឺមុខវិជ្ជាអក្សរសាស្ត្រខ្មែរនេះខាងសង្គមគឺទទួលបានពិន្ទុច្រើនជាងគេ125ពិន្ទុម្យ៉ាងទៀតខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាដែរថាគំរូការវិភាគនេះគឺគ្រាន់តែជា sample មួយដែលអ្នកទាំងអស់គ្នាអាចរៀបតាមបានទេអ្នកទាំងអស់គ្នាពេលរៀបខ្លួនឯងអាចកែប្រែទៅតាមនឹងបានទៅតាមកំណត់សមត្ថភាពហើយនឹងថ្ងៃដែលអ្នកទាំងអស់គ្នាចង់រៀនមុខវិជ្ជាណាមួយសំខាន់ក្នុងមួយថ្ងៃឬក៏ក្នុងពេលមួយយប់នោះអ្នកទាំងអស់គ្នាត្រូវរៀនដោយខ្លួនឯងយ៉ាងហោចណាស់ឲ្យបាន2មុខខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបន្ទាប់ពីមើលវីដេអូនេះហើយនឹងទទួលបានគន្លឹះខ្លះៗឬក៏របៀបមួយចំនួននៃការរៀបការវិភាគសម្រាប់រៀនដោយខ្លួនឯងបានសូមអរគុណសូមឲ្យអ្នកទាំងអស់គ្នាជោគជ័យនៅក្នុងការប្រឡងបាក់ឌុបទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តចំពោះវីដេអូមួយនេះកុំភ្លេចចុច like and follow me for more